ជំរាបសួរអ្នកទាំងអស់គ្នាតាចឹងនៅក្នុងវីដេអូនេះខ្ញុំនិយាយពី Microsoft Word ដដែលគឺនិយាយពីការរបៀបដែលយើងសរសេរពាក្យកាត់សរសេរពាក្យកាត់បន្តិចទៅគឺវាចេញអក្សរជាច្រើនដែលយើងចង់ឲ្យចេញតាមរយៈពាក្យកាត់ដែលយើងធ្វើហ្នឹងអញ្ចឹងអាហ្នឹងគេហៅថា auto correct option ហ្នឹងយើងចូលទៅក្នុងផ្នែកកន្លែងហ្នឹងទៅគឺយើងអាចប្រើវាបានអញ្ចឹងជំហានដំបូងខ្ញុំចូលទៅយកឯកសារមួយសិនដើម្បីធ្វើឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាខ្ញុំយកឯកសារក្នុង folder កូនសិស្សខ្ញុំចុះលេខ10នេះថាឥឡូវខ្ញុំចង់ចងអក្សរប្រព័ន្ធនេះចុះព្រោះភាគច្រើនក្នុងការវាយតម្រង់រដ្ឋបាលគឺយើងតែងតែប្រទះអក្សរហ្នឹងហើយមែនទេអញ្ចឹងខ្ញុំ add វាទុកអញ្ចឹងគ្រាន់តែអូសលើវាអញ្ចឹងមកម្ដងទៀតខ្លាចមើលអត់តាន់ select អូសបែបហ្នឹងតបមកយើងចូលមកកន្លែង file ហើយអូសចុះមកក្រោមរកពាក្យថា option មកដល់កន្លែងនេះយើងចូលមកក្នុងprocessing នេះមកបន្ទាប់មកគេដាក់កន្លែងនេះ auto correct option ហ្នឹងចូលមកចឹងនៅក្នុងនេះ place គឺកន្លែងដែលយើងត្រូវសរសេរពាក្យកាត់ចឹងពាក្យកាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រហ្នឹងហើយនឹងបាវចនានៅខាងក្រោមរបស់វានេះខ្ញុំដាក់តែបន្តិចដែរទេថាពហើយនឹងរចុះតែប៉ុណ្្នឹងទៅហើយយើងចុច add ឬក៏ OK ទៅក៏វាចូលដែរតែមុននឹងដល់កន្លែងហ្នឹងខ្ញុំបញ្ជាក់កន្លែងនេះមួយសិននៅក្នុងកន្លែង width នេះនៅក្នុងនោះមាន plain text ហ្នឹងបើសិនជាយើង select លើ plain text នោះអក្សរដែលអ្នកទាំងអស់គ្នាបានអូសមិញហ្នឹងពេលដែលយើងសរសេរពាក្យថា poro គឺវារត់ទៅនេះចាស់ទៅអក្សរដំបូងនៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងខ្ញុំបើកWord ទៀតឲ្យមើលបើកអត់ចេញទៀតវាជាប់កន្លែងនេះអញ្ចឹងកន្លែងនេះវាជាប់ជាអក្សរដំបូងទំហំដំបូងដែលយើងប្រើប្រាស់ហ្នឹងគឺវាចេញបែបហ្នឹងដល់ពេលកន្លែង format text នេះពេលដែលយើងប្រើវាអញ្ចឹងអ្វីដែលយើងអុសមកមាន font អីមានទំហំអីលេង style បែបម៉េចអញ្ចឹងពេលដែលយើងប្រើ poro មកគឺវាលោតចេញបែបនោះហើយតោះអញ្ចឹងខ្ញុំ add ឲ្យមើលនេះចូលហើយអូខេតមកអូខេទៀតមកអញ្ចឹងខ្ញុំបើកឯកសារបានបើកឯកសារថ្មីនេះស្លឹកថ្មីនេះពេលដែលយើងបើកស្លឹកថ្មីមក font របស់យើងនៅក្នុងកុំព្យូទ័រនីមួយរបស់យើងណាកុំព្យូទ័រដែលយើងប្រើហ្នឹងវាជាប់ទំហំអីហើយនឹង font ឈ្មោះអីពេលដែលយើងផាសទៅគឺវាចេញបែបហ្នឹងឯងព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រហើយបាវចនាហ្នឹងគឺតម្រង់អញ្ចឹងឯងតម្រង់អក្សរបែបហ្នឹងតែបើសិនជាយើងអាហ្នឹងសម្រាប់អីគេមិញកន្លែងស្អីភ្លេចបាត់ហើយតែនៅក្នុង format text អត់ទេតម្រង់ដែលយើងសរសេរមកបែបនេះពេលដែលយើងសរសេរអក្សរកាត់ទៅទោះអក្សរអីក៏វាចេញតម្រង់បែបហ្នឹងមកហើយដែរតាអញ្ចឹងយើងមិនបាច់ចាំសរសេរនៅចំកណ្ដាលគ្រាន់តែសរសេរកន្លែងហ្នឹងមកដាក់តា for ហើយនឹង row មកគឺវាលោតផ្លឹបចេញមកឲ្យភ្លាមអញ្ចឹងតម្រង់ដែលយើងសរសេរនៅadd មិញនៅក្នុងលំហាត់កន្លែងនេះអញ្ចឹងទំហំប៉ុណ្ណាតម្រង់ដែលយើងដាក់បែបម៉េចគឺគ្រាន់តែសរសេរមកគឺវាលោតឲ្យអញ្ចឹងមកហើយអញ្ចឹងនេះគឺជាភាពងាយស្រួលមួយដែរសម្រាប់អ្នកនរគ្នាយកទៅប្រើប្រាស់ហើយនឹងការវាយឯកសារលក្ខណៈរដ្ឋបាលឲ្យកាន់តែលឿននៅចំណុចណាដែលវាដដែលយើងគិតថាវាដដែលយើងអាចចងវាទុកនៅក្នុង
កន្លែង auto correct option ហ្នឹងទៅចឹងមិនថាជាភាសាខ្មែរមិនថាជាភាសាអង់គ្លេសទេយើងអាច add នៅកន្លែងហ្នឹងបានដូចគ្នាចឹងនៅក្នុងវីដេអូបង្ហាញតិចនិចមិនតិចហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអ្នកទាំងអស់គ្នាជួបគ្នាសូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ដើម្បីចំណេះដឹងតិចតួចនេះចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ